ដំណឹងក្តៅៗពេលនេះកងទ័ពយោធាថៃកំពុងតែក្តៅស្លឹកទឹកជាហើយនេះបើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាននៅក្នុងប្រទេសថៃ Channel Stand Up ក៏ដូចជា Page Stand Up News នឹងធ្វើការលុបអត់ព័ត៌មាននេះដោយដែលបងប្អូនបានជ្រាបរួចទៅហើយតាក់ទងទៅនឹងការបើកច្រកព្រំដែនកាលពីម្សិលមិញនេះគឺខាងថៃបានស្នើឲ្យកម្ពុជាបើកច្រកព្រំដែនមួយចំនួនក៏ប៉ុន្តែកម្ពុជាបានបដិសេធបាទហើយនៅក្នុងនេះខ្ញុំសូមបញ្ជាក់បន្តិចតាក់ទងទៅនឹងការបដិសេធរបស់កម្ពុជាមិនមែនបដិសេធមិនបើកច្រកព្រំដែននោះទេក៏ប៉ុន្តែចង់ឲ្យខាងថៃមានភាពច្បាស់លាស់នៅក្នុងការបើកច្រកព្រំដែនមិនមែនមានន័យថាបើកបិទទៅតាមចិត្តនោះទេគឺខាងកម្ពុជាគឺសូមស្នើទៅអ្នកដែលមានអំណាចពិតប្រាកដនៅក្នុងប្រទេសថៃនោះមិនថាខាងកងទ័ពឬក៏ខាងណានោះទេឲ្យបើកច្រកព្រំដែនឲ្យមានស្ថានភាពប្រក្រតីឡើងមកវិញដូចមុនថ្ងៃទី7ខែមិថុនាឆ្នាំ2025និងផ្ដល់ការធានាច្បាស់លាស់ថានឹងមិនមានការបិទបើកជាឯកតោភាគីទៀតនោះទេគឺធ្វើតែប៉ុណ្ណឹងគឺជាការស្រេចបាត់ទៅហើយឥឡូវយើងបិទវងក្រចប់មកវិញកងយុទ្ធពលខេមរៈភូមិន្ទថៃបានធ្វើការបកស្រាយបំភ្លឺរឿងស្នើសុំបើកច្រកព្រំដែនមួយចំនួនជាមួយនឹងកម្ពុជាទៅកាន់ប្រជាជនរបស់ខ្លួនដោយអះអាងថាថៃសូមបើកច្រកព្រំដែនដោយបញ្ជាក់ថាគ្រាន់តែផ្ដល់លើកលែងចំពោះរថយន្តដឹកជញ្ជូនទំនិញថៃដែលជាប់គាំងតែប៉ុណ្ណោះប៉ុន្តែភាគីកម្ពុជាមិនព្រមនឹងចេញសេចក្តីប្រកាសមិនអនុញ្ញាតអញ្ចឹងដូចខ្ញុំបានលើកឡើងអញ្ចឹងគឺប្រទេសកម្ពុជាយើងមិនមែនបដិសេធក្នុងការមិនបើកច្រកព្រំដែនទេក៏ប៉ុន្តែចង់ឲ្យថៃនោះជ្រើសរើសយកអ្នកដែលមានអំណាចមានសិទ្ធិពេញលេញដើម្បីបើកច្រកព្រំដែនដោយឯកតោភាគីទៅបាច់ស្នើមកកម្ពុជាទេក៏ប៉ុន្តែបើសិនជាបើកហើយកុំលឹបលោម្ដងបិទម្ដងបើកព្រោះថាប្រទេសកម្ពុជាមិនចេះលឹបលោដូចជាប្រទេសថៃទេបានជាព័ត៌មានដែលយើងខ្ញុំបានលើកឡើងនេះក៏សូមបញ្ចប់មានការកោតឆ្គងសូមអធិស្ឋាន